មកខ្មែរជឿលើព្រហ្មញ្ញសាសនាជឿលើលទ្ធិទេវរាជជឿលើព្រះព្រហ្មព្រះឥសូរព្រះនារាយណ៍និងប្រតិបត្តិតាមគម្ពីរត្រៃវេទព្រះរាជាគឺជាតួអង្គព្រះអាទិទេពនៅលើផែនដីជាប្រភពផ្ដល់នូវគ្រឹះជំនឿដ៏រឹងមាំក្នុងបំណងស្វែងរកសេចក្តីសុខសុភមង្គលជូនប្រជារាស្ត្រតួយ៉ាងព្រះរាជាខ្មែរមួយចំនួនបានយកតួអង្គព្រះរាមអវតារព្រះនារាយណ៍ធ្វើជាគំរូតស៊ូអង្អាចក្លាហានចំណេះវិជ្ជាខ្ពង់ខ្ពស់ហើយព្រះមហាវីរក្សត្រខ្មែរដ៏ល្បាញល្បីអរិយជនដ៏កំពូលនិងវីរជនខ្មែរជាច្រើនបានឯកភាពគ្នាយកព្រះតម្រិះរបស់ព្រះសិវៈនិងព្រះវិស្ណុបូកបញ្ចូលគ្នាបានជាព្រះហរិហរៈនោះគឺជាគំនិតកណ្ដាលរបស់បុព្វបុរសខ្មែរដ៏ឆ្នើមក្នុងការផ្ដើមកសាងនិងប្រមូលជំនឿទាំងឡាយឲ្យមករួមគ្នាតែមួយក្នុងបំណងចម្លងឋានសួគ៌ឋានទុសិតឲ្យមកស្ថិតនៅលើផែនដីដើម្បីសុខសុភមង្គលរបស់ប្រជារាស្ត្រឲ្យប្រលឹងនៃជំនឿដ៏ល្អទាំងឡាយនេះវិលមកសន្ធិដ្ឋនៅក្នុងដួងចិត្តដួងប្រលឹងខ្មែរគ្រប់រូបជាថ្មីឡើងវិញដើម្បីអរិយធម៌ដ៏កំពូលដែលខ្មែរធ្លាប់មានវិលត្រឡប់មកជាថ្មីម្ដងទៀត